បាទសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំថតមុនដែលទើបតែយកមកដល់ប្រហែលថ្ងៃមុនដែលខ្ញុំចេញវីដេអូចែកជូនបងប្អូនមើលលេងកំសាន្តហ្នឹងឥឡូវហ្នឹងខ្ញុំបានបញ្ចូលរបៀបថ្មវាលើកទី1ហើយខ្ញុំបញ្ចូលនេះគឺបញ្ចូលនៅពេលយប់ព្រោះអីខ្ញុំទៅចេញពីធ្វើការអញ្ចឹងថ្ងៃស្អែកខ្ញុំដាក់ហាលវាទៅព្រឹកឡើងដាក់ហាលវាដូចរដងហ្នឹងហើយចាំដល់ពេលណាខ្ញុំលោកវិញចូលព្រឹកខ្ញុំបញ្ចូលរបៀបថ្មវាម្ដងជា2ដងទៀតដើម្បីត្រៀមជុលក្នុងខែហ្នឹងហើយឥឡូវហ្នឹងខ្ញុំបានបញ្ចូលរបៀបថ្មហើយមួយទៀតគឺយើងបើចំណីវាចាប់ពីពេលហ្នឹងទៅទោះបីជាយើងធ្វើការវេនព្រឹកយើងចេញមកយប់ហើយយើងឆ្លៀតពេលដាក់ថ្នាំនឹងបើចំណីវាតិចដើម្បីឲ្យវាមានសាច់ជាងហ្នឹងហើយមួយទៀតដើម្បីថែសុខភាពវាត្រៀមជុលផងហើយការថែមុនរបស់ខ្ញុំនេះគឺបងប្អូនមើលទៅដូចជាខុសប្លែកពីគេច្រើនណាស់គេថែមុនពេលព្រឹកសៃមុនពេលព្រឹកឬក៏បើចំណីវានៅពេលថ្ងៃអីចឹងប៉ុន្តែខ្ញុំអត់ទេដោយសារខ្ញុំធ្វើការមានវេន2វេនចឹងមានព្រឹកមានយប់ចឹងអញ្ចឹងពេលខ្ញុំធ្វើការវេនព្រឹកចេញមកយប់គឺយើងដាក់ថ្នាំនឹងចំណីវាតិចតួចដើម្បីបំពន់អញ្ចឹងដូចខ្ញុំនិយាយពីមុនអញ្ចឹងបើសិនជាយើងចូលយប់យើងសៃវាពេលព្រឹកនឹងហាលវាថ្ងៃដាក់ចំណីបើតិចតួចដូចបងប្អូនទាំងអស់គ្នាដែរអញ្ចឹងតែធ្វើម៉េចយើងចិត្តតែស្រឡាញ់ទោះបីជាធ្វើការរវល់ប៉ុណ្ណាក៏យើងមានពេលឆ្លៀតថែវាតិចដែរហើយសម្រាប់ម៉ោងនេះគឺខ្ញុំជីងចូលគីឡូវាគឺ28ទៅគីឡូ30អញ្ចឹងខ្ញុំថ្លឹងមិញ28ហើយអញ្ចឹងខ្ញុំសង្ឃឹមថាតម្រាំដល់ពេលខ្ញុំចេញជួលវាគឺអាចឡើងដល់30ល្មមអញ្ចឹងម៉ោងនេះបងប្អូនមើលទៅបន្ទាប់ពីខ្ញុំបានបញ្ចូលរបៀបថ្មហើយតើរូបរាងវាប្លែកពីវីដេអូមុនដែរអត់បងប្អូនមើលទាំងអស់គ្នាទៅម៉ោងនេះគឺកម្ពស់កម្ពស់របស់វាឆ្អឹងចាញ់របស់វាគឺធំល្អណាស់អញ្ចឹងម៉ោងនឹងបន្ទាប់ពីខ្ញុំចូលហើយខ្ញុំលក់ជូនបងប្អូនវិញបើសិនជាចាញ់ខ្ញុំអត់លក់ទេប៉ុន្តែបើសិនជាឈ្នះខ្ញុំលក់ជូនបងប្អូនវិញតែ$50ទេបងប្អូនលក់ចំណេញបានតិចតួចដើម្បីបងប្អូនយកលេងតទៀតអញ្ចឹងហើយខ្ញុំទុកចូលទៀតហើយខ្ញុំលក់ឲ្យបងប្អូនដែរតែសូមបញ្ជាក់បងប្អូនលក់ឲ្យមិនចាញ់ទេណាលុត្រាតែវាឈ្នះខ្ញុំមានវីដេអូបងប្អូនមើលបានខ្ញុំលក់បងប្អូនយកទៅលេងតបានហើយសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីថតជូនបងប្អូនមើលលេងកំសាន្តហើយជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះរហូតពីដើមដល់ចប់ហើយកុំភ្លេចចុចពាក្យជាវនិង Subscribe ដាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយសូមអរគុណបងប្អូនទាំងអស់គ្នា